នារីម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្វាមីដែលគ្មានបានការពេលស្រវឹងបែរជាខ្លាំងក្លាគេប្រើតែមួយដាវប៉ុណ្ណោះក៏អាចសម្លាប់អ្នកខ្លាំងកម្រិតកម្ពស់បានយ៉ាងងាយតើគេនៅតែជាមនុស្សគ្មានបានការទៀតទេតាមពិតបុរសម្នាក់នេះគឺជាសិស្សនៃនិកាយអន្តៈគេមានរូបកាយទេវៈពីកំណើតប៉ុន្តែគួរឲ្យស្ដាយដែលជីពចរត្រូវបានបិទតាំងពីតូចដើម្បីជួយគេហ្វឹកហាត់គ្រូរបស់គេបានរកឃើញថារាល់ពេលដែលគេផឹកស្រាស្រវឹងជីពចរនឹងបើកដើម្បីបើកជីពចររបស់សៀវហ៊ូគ្រូគ្មានជំរឿអ្វីក្រៅពីបង្ខំឲ្យគេផឹកស្រារាល់ថ្ងៃប៉ុន្តែសមត្ថភាពផឹករបស់គេខ្សោយណាស់ផឹកតែបន្តិចក៏ស្រវឹងបាត់ស្មារតីហើយមិនចាំអ្វីទាំងអស់ថ្ងៃមួយសៀវហ៊ូបានស្រវឹងហើយហោះទៅលើមេឃក៏បានជួបនឹងអធិរាជិនីនៃពូជសាសន៍មនុស្សនាងកំពុងប្រយុទ្ធនឹងកងទ័ពបិសាចហើយចិត្តនឹងត្រូវគេសម្លាប់ទៅហើយសៀវហ៊ូទុកចិត្តមិនបានក៏ចូលទៅជួយប្រើតែមួយបាតដៃកំទេចកងទ័ពបិសាចខ្ចាត់ខ្ចាយអស់អធិរាជិនីគិតថាគេជាអ្នកខ្លាំងលាក់មុខដើម្បីអនាគតនៃពូជសាសន៍មនុស្សនាងក៏សម្រេចចិត្តរៀបការជាមួយគេប៉ុន្តែមិននឹកស្មានថាសៀវហ៊ូស្រាប់តែភ្ញាក់ពីស្រវឹងបាត់បង់ធម៌ពលហើយស្រែកធ្លាក់ពីលើមេឃគេបានធ្លាក់ចូលចំក្នុងបន្ទប់របស់សេនឈីងឆឹងកូនស្រីត្រកូលសេនដែលកំពុងងូតទឹកនាងគិតថាគេជាមនុស្សរោគចិត្តក៏បញ្ជាឲ្យគេចាប់ខ្លួនគេភ្លាមដំណឹងនេះបានរំដល់និកាយអន្តៈគ្រូរបស់គេកញ្ញាឃើញថាសេនឈីងឆឹងមានរាងកាយត្រជាក់ពិសេសវាអាចជួយបើកជីពចររបស់សៀវហ៊ូបានទើបចាត់សិស្សច្បងឲ្យទៅដណ្ដឹងនាងថ្ងៃបន្ទាប់សៀវហ៊ូភ្ញាក់ពីស្រវឹងមេត្រកូលសេនខឹងយ៉ាងខ្លាំងដែលកូនស្រីត្រូវគេបំពានគាត់ចង់ធ្វើឲ្យសៀវហ៊ូពិការភ្នែកតែស្រាប់តែវាងសាវនៃត្រកូលវាងបានមកដល់ក្នុងនាមជាត្រកូលធំនៅតំបន់នេះវាងសាវបានលួចស្រឡាញ់សេនឈីងឆឹងយូរមកហើយថ្ងៃនេះគេមកបង្ខំឲ្យរៀបការឪពុកនាងខ្លាចអំណាចចក្រវាងតែមិនចង់ឲ្យកូនស្រីរៀបការជាមួយមនុស្សខូចខលឪពុកនាងក៏ទាញសៀវហ៊ូមកធ្វើជាខែដោយកុហកថាពួកគេបានរៀបការរួចហើយវាងសាវខឹងខ្លាំងណាស់ពេលដឹងថានារីដែលខ្លួនស្រឡាញ់ត្រូវមនុស្សគ្មានបានការបំពានគេស្ទុះទៅច្របាច់ក៏សៀវហ៊ូប្រកែកថាខ្លួនស្រវឹងមិនដឹងអ្វីទាំងអស់វាងសាវកាន់តែខឹងហើយនិយាយថាបើចូលចិត្តផឹកគេនឹងឲ្យផឹកឲ្យឆ្អែតរួចចាក់ស្រាចូលមាត់សៀវហ៊ូក៏ស្រវឹងសន្លប់ទៅពេលវាងសាវរៀបនឹងវាយប្រហារត្រកូលសេនសៀវហ៊ូស្រាប់តែចេញរត់គេសើចចំអកឲ្យវាងសាវខឹងក៏ដកដាវមកកាប់មិននឹកស្មានថាសៀវហ៊ូគេចផុតពីការវាយប្រហារទាំងអស់ហើយប្រើដៃទេវាយបកវិញមួយដៃវាយវាងសាវឲ្យក្អួតឈាមពួកអង្គរៈឃើញដូច្នោះក៏ស្ទុះមកជួយសងសឹកតែសៀវហ៊ូប្រើមួយដាវកំទេចពួកគេទាំងអស់ពួកគេគិតថាគេជាអ្នកខ្លាំងក៏នាំគ្នារត់គេចខ្លួនមេត្រកូលសេនឃើញដូច្នោះក៏ចង់ទុកសៀវហ៊ូឲ្យនៅជាមួយកូនស្រីរបស់ខ្លួនទើបចាប់នាងរុញទៅរកគេតែពេលនេះសៀវហ៊ូស្រវឹងខ្លាំងពេកមិនដឹងថាមានរឿងអ្វីកើតឡើងទេមេត្រកូលសេនរៀបនឹងបញ្ជូនគេចូលបន្ទប់សំដំណេកស្រាប់តែសិស្សច្បងរបស់គេមកដល់ដើម្បីកុំឲ្យបែកការសិស្សច្បងបន្លំខ្លួនជាបងប្រុសរបស់សៀវហ៊ូមកដណ្ដឹងការមេត្រកូលសេនក៏យល់ព្រមភ្លាមហើយកំណត់ថ្ងៃរៀបការនៅ3ថ្ងៃក្រោយគឺក្រោយពិធីជ្រើសរើសសិស្សច្បងក៏ដាស់សៀវហ៊ូឲ្យភ្ញាក់ហើយប្រាប់ថាគេនឹងធ្វើជាអ្នកត្រួតពិនិត្យការប្រឡងគេសន្យាថានឹងជួយសៀវហ៊ូឲ្យជាប់រួចក៏ទុកសៀវហ៊ូឲ្យនៅផ្ទះត្រកូលសេនពេលថ្ងៃក្រោយមកថ្ងៃប្រឡងក៏មកដល់សៀវហ៊ូទើបដឹងថាគ្រូរបស់គេចង់បានសិស្សបន្ថែមសម្រាប់និកាយបណ្ដាត្រកូលធំបានមកដល់អ្នកត្រួតពិនិត្យបង្ហាញខ្លួនមេត្រកូលសេនភ្ញាក់ផ្អើលព្រោះជាបងថ្លៃរបស់ខ្លួនដោយសារទំនាក់ទំនងនេះត្រកូលសេនមានសង្ឃឹមឈ្នះការប្រឡងតម្រូវឲ្យវាស់កម្រិតសមត្ថភាពវាងសាវចង់ឲ្យសៀវហ៊ូអាម៉ាស់មុខក៏ឲ្យគេឡើងទៅតេស្តមុនគេលទ្ធផលបង្ហាញថាសៀវហ៊ូមានរូបវិញ្ញាណអន់បំផុតគ្រប់គ្នាសើចចំអកឲ្យគេសេនឈីងឆឹងខឹងនឹងឪពុកនាងដែលបង្ខំឲ្យនាងរៀបការជាមួយមនុស្សគ្មានបានការអ្នកផ្សេងទៀតសុទ្ធតែធម្មតាមានតែវាងសាវនិងសេនឈីងឆឹងប៉ុណ្ណោះដែលមានកម្រិតខ្ពស់អ្នកត្រួតពិនិត្យចង់ឲ្យពួកគេជាប់តែវាងសាវទាមទារឲ្យមានការប្រកួតដើម្បីកម្ចាត់សៀវហ៊ូវាងសាវមានកម្រិតខ្ពស់គ្មាននរណាហ៊ានប្រកួតជាមួយទេគេក៏បានបង្ករឿងជាមួយសៀវហ៊ូសេនឈីងឆឹងទ្រាំមិនបានក៏ឡើងទៅប្រកួតជំនួសទោះបីជាមានកម្រិតខ្ពស់ដូចគ្នាតែនាងចាញ់វាងសាវយ៉ាងលឿនវាងសាវចង់សម្លាប់នាងសៀវហ៊ូគ្មានជំរើសក៏សុំជំនួយពីសិស្សច្បងក៏ហុចស្រាឲ្យសៀវហ៊ូក៏ផឹកវាភ្លាមការប្រកួតកាន់តែតានតឹងឪពុកទាំងសងខាងចូលមកខាត់វាងសាវប្រើក្បាច់រន្ទះដើម្បីសម្លាប់នាងសៀវហ៊ូដែលស្រវឹងបានដើរឡើងទៅលើឆាកហើយប្រើតែមួយម្រាមដៃវាយវាងសាវឲ្យដួលទៅលើដី